สุดได้บางคนต่างគ្នាตามมาធ្វើមហូបមកជាមួយគ្នាបងប្អូនថ្ងៃនេះមហូបគឺថាងាយមែនតែនហ្មងបងប្អូនហើយអត់មានអីរញ៉េរញ៉ៃច្រើនទេចាអញ្ចឹងជាដំបូងលីងខ្ទឹមសឲ្យឡើងឈ្ងុយហើយដាក់មឹកចូលឆាឈុលទៅមកហើយយើងទុកឲ្យមឹកនឹងរៀងឆ្អិនសិនអញ្ចឹងនៅពេលដែលឆ្អិនហើយបងប្អូនយើងធ្វើការដាក់គ្រឿងចូលចឹងគ្រឿងក្រៅយើងដដែលទេបងប្អូនគ្រឿងទេសយើងមានប្រេងខ្យងមានម្សៅស៊ុបចាទឹកស៊ីអ៊ីវប៊ីចេងហើយនឹងទឹកត្រីបន្តិចតែប៉ុណ្្នឹងឯងហើយយើងភ្លក់រសជាតិតាមចំណូលចិត្តយើងទៅយើងញ៉ាំដិតប៉ុណ្ណាស្រាលប៉ុណ្ណាអញ្ចឹងណាបងប្អូនហ្នឹងឯងឆាមឹកនេះគឺខ្ញុំឆាប្លែកហ្មងដោយសារឆាមួយស្ពៃឆាមួយស្ពៃចកឹះបងប្អូនហើយដោយសារអីថ្ងៃនេះថ្ងៃចូលឆ្នាំខ្មែរហើយទៅនៅផ្សារគេបិទអស់ហើយអញ្ចឹងហើយមានអីនៅក្នុងទូយើងញ៉ាំនឹងទៅអញ្ចឹងនៅក្នុងទូយើងមានប៉ុណ្ណឹងរួចមួយថ្ងៃទៀតហើយឃើញទេបងប្អូនឃើញពណ៌សបល់រូបរាងមិនសូវស្អាតចឹងឯណាប៉ុន្តែរសជាតិវិញណាគឺថាញាក់សាហាវហ្មងបងប្អូនយាយមែនត្រូវសារខ្លួនឯងលើកទឹកចិត្តខ្លួនឯងមិនមានកម្លាំងចិត្តធ្វើម្ហូបញ៉ាំតើអញ្ចឹងនៅពេលដែលធ្វើការភ្លក់ហើយមានអារម្មណ៍ថារាងស្ទើរសាពេកក៏បានថែមទឹកត្រីបន្តិចចាអញ្ចឹងរួចរាល់ហើយដល់ពេលវេលាញ៉ាំបាយហើយបងប្អូនញ៉ាំជាមួយគ្នាចាអញ្ចឹងបងប្អូនញ៉ាំឃើញអញ្ចឹងឯងខ្ញុំញ៉ាំបាយច្រើនណាប៉ុន្តែអត់ឡើងគីឡូទេបងប្អូនដែលសារមានអាកំបាំងប្រាប់មួយបងប្អូនដែលអត់ទាន់បានស្គាល់ជាមួយនឹងម៉ៃកាហ្វេរបស់ខ្ញុំអាចធ្វើការសាកល្បងបានពីឥឡូវនេះទៅបងប្អូនគឺជាប្រភេទកាហ្វេសុខភាពជួយច្រើនខ្លាំងមែនទែនមិនធម្មតាយើងយកមកឆុងញ៉ាំដើម្បីបានរសជាតិឆ្ងាញ់ទេប៉ុន្តែគឺថាចំនួនសុខភាពច្រើនយ៉ាងហើយពិសេសហ្មងគឺសម្រាប់បងដែលមានជំងឺលើសជាស្ករគេហៅថាទឹកនោមផ្អែមអាចញ៉ាំបានចាលើឈាមក៏អាចញ៉ាំបានដែរចាដោយសារកាហ្វេខ្ញុំសំពីរុក្ខឱសថរហូតដល់ទៅ19មុខនៅក្នុងកញ្ចប់តែមួយបងប្អូនហើយនៅក្នុងមួយថង់មានរហូតដល់10កញ្ចប់តូចអញ្ចឹងនៅក្នុងមួយថ្ងៃយើងអាចញ៉ាំមួយកញ្ចប់ក៏បាន2កញ្ចប់ក៏បានចាហើយញ៉ាំរៀងរាល់ថ្ងៃនៅពេលព្រឹកមុនយើងញ៉ាំអាហារ20នាទីយើងញ៉ាំមួយកញ្ចប់សិនទៅញ៉ាំចឹងរាល់ថ្ងៃបងប្អូននឹងដឹងខ្លួនឯងច្បាស់ថាយើងស្រួលនៅក្នុងខ្លួនមិនខ្លះអញ្ចឹងបងប្អូនហើយពិសេសគឺធ្វើឲ្យយើងមកកាក់សំណល់ចាស់ចេញអស់ទៀងទាត់ជារៀងរាល់ថ្ងៃអញ្ចឹងធ្វើឲ្យរាងកាយយើងគឺអត់ឡើងគីឡូទេបងប្អូនចាអញ្ចឹងថ្ងៃនេះវីដេអូមានប៉ុណ្ណឹងអរគុណបងប្អូនខ្លាំងមែនតើសម្រាប់ការជួយឲ្យបេះដូងក៏ដូចជាតាមដានចាអរគុណជម្រាបលាចំពោះបងប្អូនឆ្នាំថ្មីដល់លេងសប្បាយ